Welcome to the Voice of Blessing. សូមស្វាគមន៍មកកាន់សំឡេងនៃព្រះពរ Did you waiting for this time, my precious brother sister? បងប្អូនប្រុសស្រីស្ងួនភ្ងាអើយតើបងប្អូនកំពុងតែរងចាំពេលនេះឬទេ We love you and God love you. យើងខ្ញុំស្រឡាញ់ដល់បងប្អូនហើយព្រះទ្រង់ស្រឡាញ់ដល់បងប្អូនដែរ May fire revival in our life flow and heal you and touch you. សូមឲ្យភ្លើងនៃការផុសផុលដែលនៅក្នុងជីវិតយើងបានហូរទៅប៉ះពាល់ដល់បងប្អូនហើយប្រោះបងប្អូនឲ្យបានជា Today I will talk about revival. នៅថ្ងៃនេះខ្ញុំនឹងនិយាយអំពីការផុសផុល This is a God plan for every church to be revived. គឺនេះហើយជាផែនការរបស់ព្រះដែលទ្រង់សពតិឲ្យគ្រប់ពួកជំនុំទាំងអស់មានការផុសផុលឡើង Not only American church or Canada church. មិនគ្រាន់តែជាព្រះវិហារនៅអាមេរិកឬក៏ព្រះវិហារនៅកាណាដាតែប៉ុណ្ណោះ Or ទេ in China. ឬក៏ព្រះវិហារនៅប្រទេសចិន Or Africa. ឬក៏នៅឯអាហ្វ្រិក It's time for Cambodia. នេះហើយគឺជាពេលរបស់កម្ពុជា It's time for the whole world. គឺជាពេលសម្រាប់សកលលោកទាំងមូល That God visitation fire come back. ដែលព្រះអង្គទ្រង់នឹងយាងមកសួរសុខទុក្ខប្រជារាស្ត្រទ្រង់ដោយភ្លើង Fire revival. ជាភ្លើងនៃការផុសផុល To revive the church that dead, that sleep, come back to the army of the living God. ដើម្បីនឹងបំផុសបំផុលដល់ពួកជំនុំដែលស្លាប់ពួកជំនុំដែលដេកលក់ឲ្យគេចូលមកក្នុងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ To become a church that glorify Jesus. ហើយបានคล้ายទៅជាពួកជំនុំដែលថ្វាយសិរីល្អដល់ព្រះ To become church that have fruit when they do a mission. ហើយគឺជាពួកជំនុំដែលមានផលផ្លែនៅពេលដែលគេបំពេញនៅពន្ធកិច្ច To be a church as the Bible that indicate. ហើយក៏បានធ្វើជាពួកជំនុំដូចជាព្រះគម្ពីរបានពណ៌នា To be an increase in the fullness of Jesus Christ. ហើយក៏ឲ្យបានកើនឡើងនៅក្នុងសេចក្តីពោពេញរបស់ផងព្រះយេស៊ូវគ្រីស្ទ My precious brother sister. បងប្អូនស្ងួនភ្ងាអើយ Jesus is coming. ព្រះយេស៊ូវគ្រីស្ទទ្រង់នឹងយាងមក Jesus will coming to receive the glorious church. ហើយព្រះយេស៊ូវគ្រីស្ទទ្រង់នឹងយាងមកទទួលពួកជំនុំដែលពេញទៅដោយសិរីល្អ And then to burn all this whole world ហើយដើម្បីនឹងបញ្ឆេះលោកីយ៍ទាំងមូល that deny Jesus Christ. ដែលគេបដិសេធព្រះយេស៊ូវគ្រីស្ទ Jesus is the Lord of all. ព្រះយេស៊ូវគឺជាព្រះអម្ចាស់លើសទាំងអស់ His eye is a flame of fire. ព្រះនេត្រទ្រង់ពេញទៅដោយរងើកភ្លើង And his face shine as the sun, bright more than the sun. ហើយព្រះភ័ក្ត្រទ្រង់មានពន្លឺចាំងជះលើសជាងព្រះអាទិត្យទៅទៀត The Bible said ព្រះបន្ទូលបានចែងថា Jesus come to baptize us with the Holy Spirit and fire. ព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកជ្រមុជយើងដោយទឹកហើយនឹងភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធ You know Jesus have a good plan for the whole earth church. គឺព្រះយេស៊ូវទ្រង់មានផែនការយ៉ាងល្អសម្រាប់ពួកជំនុំនៅលើផែនដីទាំងមូល As the book of Haggai indicate. ដូចជាគម្ពីរហាកាយបានពណ៌នា In the book of Haggai chapter 2. នៅក្នុងគម្ពីរហាកាយជំពូក Verse 4. នៅក្នុងខ 4 The Bible said. ព្រះបន្ទូលបានចែងថាទោះបើយ៉ាងនោះគង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអោសេរូបាបែលអើយចូលមានកម្លាំងឥឡូវចុះអោយេស៊ូជាកូនយូសាដាដ៏ជាសង្ឃធំអើយចូលមានកម្លាំងដែរឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថាចូលឯងរាល់គ្នាមានកម្លាំងហើយធ្វើការទៅត្បិតអញនៅជាមួយនឹងឯងហើយនេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារគឺជាពាក្យដែលអញតាំងសញ្ញាជាមួយនឹងឯងរាល់គ្នាក្នុងការដែលឯងឡើងចេញពីស្រុកអេស៊ីបមកឯវិញ្ញាណរបស់អញក៏នៅជាមួយនឹងឯងរាល់គ្នាដែរកុំឲ្យខ្លាចឡើយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថានៅតែបន្តិចទៀតអញនឹងអង្រួនផ្ទៃមេឃនិងផែនដីទាំងសមុទ្រនិងទីគោកផងក៏នឹងអង្រួនអស់ទាំងសះដែរនោះទីគប់ចិត្តរបស់អស់ទាំងសះនឹងមកដល់
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថានៅគ្រានោះអញនឹងបំពេញវិហារនេះដោយសេរីល្អព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថាអស់ទាំងប្រាក់ជារបស់ផងអញហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថាសេរីល្អរបស់វិហារជាន់ក្រោយនេះនឹងបានលើសជាងជាន់មុនទៅទៀតហើយអញនឹងឲ្យមានសេចក្តីសុខសាន្តនៅទីនេះផងនេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ Pray ye the Lord Jesus Christ. សរសើរដំកើងដល់ព្រះយេស៊ូវគ្រីស្ទ He promised in this word to the prophet of Haggai. គឺព្រះអង្គបានសន្យានៅក្នុងព្រះបន្ទូលនេះតាមរយៈហោរាហាកាយ In that time he said, នៅក្នុងពេលនោះព្រះអង្គមានបន្ទូលថា Be bold and do a work of God. ចូលឲ្យក្លាហានហើយធ្វើការងាររបស់ព្រះចោះ I'm with you. អញនៅជាមួយនឹងឯងហើយ My spirit is with you. វិញ្ញាណរបស់អញនៅជាមួយនឹងឯងហើយ And I will shake heaven and earth. អញនឹងអង្រួនផ្ទៃមេឃផែនដី Every nation. អង្រួនអស់ទាំងសាស Because the wealth is belong to me. ដោយព្រោះតែទ្រព្យសម្បត្តិមរតកទាំងអស់នោះជារបស់ផងអញ And my glory in the new house will much more than the former house. ហើយស្រីល្អរបស់អញដែលនៅក្នុងវិហារថ្មីនេះនឹងបានលើសជាងជាន់មុនទៅទៀត This is a prophesy នេះជាសេចក្តីទំនាយ of the latter glory that God will send to the church. អំពីស្រីល្អចុងក្រោយដែលព្រះអង្គនឹងបញ្ជូនមកក្នុងពួកជំនុំ To shaking every church. ដើម្បីនឹងអង្រួនគ្រប់ពួកជំនុំទាំងអស់ So the church will shaking this earth. ដើម្បីឲ្យពួកជំនុំបានអង្រួនលើផែនដីទាំងមូល To bring all children of God back to the Father. ដើម្បីនឹងនាំនៅបុត្រធីតារបស់ព្រះទាំងអស់មកឯព្រះបិតាវិញ To destroy the stronghold of enemy, try to stop the glory of God. ហើយដើម្បីនឹងបំផ្លាញនៅផែនការរបស់ខ្មាំងសត្រូវដែលចង់បញ្ឈប់នៅស្រីល្អរបស់ព្រះ To shake everything that can be shaking. ហើយនឹងអង្រួនអ្វីទាំងអស់ដែលអាចនឹងអង្រួនទៅបាន Left only Jesus and his glory and his kingdom. នៅសល់តែព្រះយេស៊ូវស្រីល្អទ្រង់ហើយនឹងនគរទ្រង់តែប៉ុណ្ណោះ Jesus is coming. ព្រះយេស៊ូវគ្រីស្ទទ្រង់នឹងយាងមក What Jesus do in the New Testament. អ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើនៅក្នុងគម្ពីរសញ្ញាថ្មី He will do more than he do in his time. ហើយពេលនេះព្រះអង្គនឹងធ្វើខ្លាំងលើសជាងពេលដែលព្រះអង្គទ្រង់ធ្វើទៅទៀត Because the latter glory. ដោយព្រោះតែនេះជាស្រីល្អចុងក្រោយ He will manifest himself ព្រះអង្គនឹងសម្ដែងអង្គទ្រង់ as a fire ដែលទ្រង់ជាភ្លើង of revival ភ្លើងនៃការផុសផុល to revive the church ដើម្បីនឹងបំផុសដល់ពួកជំនុំ to become real body of Christ ដើម្បីឲ្យបានคล้ายទៅជារូបកាយរបស់ព្រះយេស៊ូវដ៏ពិតប្រាកដ to become the army of the living God ហើយបានคล้ายទៅជាពលទ័ពនៃព្រះដ៏មានប្រជញ្ញរស់ filled with power and filled with love ពេញដោយព្រះយេស្តានិងពេញដោយសេចក្តីស្រឡាញ់ have a heartbeat to love Jesus ហើយមានចិត្តដែលក្តុកក្តួលស្រឡាញ់ដល់ព្រះយេស៊ូវគ្រីស្ទ heartbeat to love the lost soul ហើយចិត្តក្តុកក្តួលពេញទៅដោយការស្រឡាញ់ព្រលឹងបាត់បង់ and go forward with the seal of Jesus Christ ហើយទៅមុខដោយស្នាមបោះត្រារបស់ព្រះយេស៊ូវគ្រីស្ទ because God will come back soon ដោយព្រោះតែព្រះទ្រង់នឹងយាងមកយ៉ាងឆាប់ហើយ You know God want to clean the church បងប្អូនដឹងទេព្រះអង្គទ្រង់ចង់សម្អាតពួកជំនុំ Let the glory of God fill the church ឲ្យស្រីល្អរបស់ផងព្រះបានបំពេញដល់ពួកជំនុំទ្រង់ As the Bible said ដូចជាព្រះបន្ទូលបានចែងថា If my people នោះបារីអញ shall humble themselves គេបន្ទាបខ្លួនគេ turn away from the wicked way បែរចេញពីផ្លូវអាក្រក់របស់គេ seek my face not only my hand ស្វែងរកព្រះភ័ក្ត្រអញមិនមែនតែប្រហោះអញតែប៉ុណ្ណោះ I will hear from heaven នោះអញនឹងស្ដាប់ឮពីឋានសួគ៌ I will forgive their sin អញនឹងអត់ទោសនៅអំពើបាបរបស់គេ I will heal their life their land their church អញនឹងប្រោះទាំងជីវិតទាំងពួកជំនុំហើយនឹងទឹកដីរបស់គេឲ្យជា My precious brother sister បងប្អូនស្ងួនភ្ងាអើយ fire revival is coming ភ្លើងនៃការផុសផុលបានមកដល់ហើយ to sweep the church ដើម្បីនឹងបំពេញឲ្យជោគជាំក្នុងព្រះវិហារ wake up the church from sleeping ដើម្បីនឹងដាស់ពួកជំនុំដែលដេកលក់ឲ្យងើបឡើង What is mean church sleeping តើមានន័យដូចម្ដេចទៅដែលជាពួកជំនុំដែលដេកលក់ Church many people we are the temple of
the Holy Spirit. ព្រះវិហារមានជាច្រើនយើងក៏ជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ When the church sleep, នៅពេលដែលពួកជំនុំដេកលក់ it means គឺមានន័យថា the Christian, we are the temple. យើងជាអ្នកគ្រីស្ទានជាព្រះវិហារ We are sleeping. យើងដេកលក់ What is mean sleeping? តើដេកលក់មានន័យដូចម្ដេច Some sleeping in sin. អ្នកខ្លះដេកលក់ក្នុងអំពើបាប Some sleeping in self-will. អ្នកខ្លះស្លាប់នៅក្នុងអាត្មាឆន្ទៈខ្លួនឯង Some sleeping in Egypt, the world system. អ្នកខ្លះស្លាប់នៅក្នុងអេស៊ីបនិងប្រព័ន្ធរបស់លោកី Some sleeping in un. អ្នកខ្លះគេបានដេកលក់នៅក្នុងភាពអន់ And when the church or Christian or leader sleeping, ហើយនៅពេលដែលពួកជំនុំអ្នកគ្រីស្ទានឬក៏អ្នកដឹកនាំបានដេកលក់ the church not progress. ហើយពួកជំនុំមិនមានដំណើរការទេ The church have no fruit, ហើយពួកជំនុំគ្មានផលផ្លែ no power, ក៏គ្មានប្រជាស្ដា no love, គ្មានសេចក្តីស្រឡាញ no ់ activity, គ្មានចលនាទាំងអស់ no God movement. ហើយក៏គ្មានចលនានៃព្រះ Look like water in the bung, ហើយមើលទៅដូចជាទឹកដែលនៅក្នុងបឹង still like that, គឺស្ងប់ស្ងៀមដូច្នោះឯង day out, day in. ទាំងរាល់ថ្ងៃរាល់វេលា No visitation of God, គ្មានការសួរសុខទុក្ខមកអំពីព្រះ no changing life power, ហើយក៏គ្មានប្រជាស្ដាក្នុងការដែលផ្លាស់ប្រែជីវិត no power of healing, ហើយក៏គ្មានប្រជាស្ដាក្នុងការប្រោសឲ្យ no ជា people get saved, ហើយក៏គ្មានមនុស្សបានសង្គ្រោះ only fighting and sin, មានតែឆ្លោះប្រកែកនឹងអំពើបាប competition, ការប្រកួតប្រជែងគ្នា self-will, self-fresh desire. ហើយទាំងការប៉ងប្រាថ្នាសាច់ឈាម This is not the plan of God. នេះហើយមិនមែនជាផែនការនៃព្រះទេ The plan of God. តែផែនការនៃព្រះ One church or Christian, everybody ចង់ឲ្យពួកជំនុំឬក៏បងប្អូនគ្រីស្ទានគ្រប់គ្នាទាំងអស់ revive បានផុសផល by visitation of fire of God. ដោយការសួរសុខទុក្ខភ្លើងរបស់ផងព្រះ Changing life power manifest in the church. ហើយប្រជាស្ដានៃការបំផ្លាស់បំប្រែជីវិតរបស់មនុស្សបានសម្ដែងនៅក្នុងពួកជំនុំ Changing sickness, power healing manifest in the church. ហើយអំណាចនៃការផ្លាស់ប្រែជីវិតនិងប្រជាស្ដានៃការប្រោសឲ្យបានជាបានសម្ដែងនៅក្នុងពួកជំនុំ People commit and on fire for the Lord. ហើយមនុស្សគ្រប់គ្នាគេបដូរផ្ដាច់ហើយឆេះឆួលសម្រាប់ព្រះ Stop boring, stop complain, ឈប់ធុញទ្រាន់ឈប់រអ៊ូរទាំ but exciting with Jesus. ប៉ុន្តែគេមានការរំភើបរីករាយជាមួយនឹងព្រះយេស៊ូវ Love Jesus and love His word. ស្រឡាញ់ព្រះយេស៊ូវនិងព្រះបន្ទូលរបស់ព្រះអង្គ This is action of fire revival. នេះហើយជាចលនានៃភ្លើងផុសផល To revive the church ដើម្បីនឹងបំផុសដល់ពួកជំនុំ from sleeping to be a living church. ចេញពីការដែលដេកលក់ហើយធ្វើជាពួកជំនុំដ៏រស់ To be army of the living God. ហើយបានคล้ายទៅជាពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ God want to visit the church. ព្រះអង្គចង់យាងមកសួរសុខទុក្ខដល់ពួកជំនុំ Before the church gonna do mighty thing for to the touch the lost soul. មុនពេលដែលពួកជំនុំនឹងធ្វើការអស្ចារ្យយ៉ាងខ្លាំងទៅប៉ះពាល់ដល់ព្រលឹងបាត់បង់ If the church still sin, ប៉ុន្តែបើសិនជាពួកជំនុំនៅធ្វើបាប Christians walk in flesh and sin. អ្នកគ្រីស្ទានដើរក្នុងសាច់ឈាមក្នុងអំពើបាប No fruit, គ្មានផលផ្លែទេ or fruit of bad. គឺជាផលផ្លែដែលអាក្រក់ No, the fruit of heaven. គ្មានផលផ្លែដែលមកពីឋានសួគ៌ And it's grieved the Holy Spirit fire. ការទាំងនោះឯងធ្វើឲ្យភ្លើងរបស់ផងព្រះវិញ្ញាណបរិសុទ្ធទ្រង់ព្រួយប្រតិ We must humble, យើងត្រូវតែបន្ទាបខ្លួន repent, ប្រែចិត្ត turn away for the wicked way, បែរចេញពីផ្លូវអាក្រក់ and seek God's face. ហើយស្វែងរកព្រះភ័ក្ត្រព្រះ Seek His will. ស្វែងរកព្រះハរតីទ្រង់ Seek His plan. ស្វែងរកផែននៃការទ្រង់ Seek His way, ស្វែងរកផ្លូវរបស់ព្រះអង្គ not seek your way. មិនស្វែងរកផ្លូវរបស់បងប្អូនទេ Seek the Bible way. ប៉ុន្តែស្វែងរកតាមផ្លូវនៃព្រះបន្ទូល Crucify self at the cross. ឆ្កាងសាច់ឈាមនៅលើឈើឆ្កាង Carry a cross. Follow Him every day. លីឈើឆ្កាងដើរតាមព្រះអង្គរាល់ថ្ងៃ And let fire revival burn into your heart. ហើយសូមឲ្យភ្លើងនៃការផុសផលបានឆេះក្នុងចិត្តបងប្អូន And you look at Jesus with beauty and love. ហើយចូលសម្លឹងមើលទៅព្រះយេស៊ូវដោយសេចក្តីស្រឡាញ់និងសោភ័ណរបស់ទ្រង់ And burn passion for Him. ហើយឆេះឆួលស្នេហាជាមួយនឹងព្រះយេស៊ូវ And burn for His people.
ហើយនឹងឆេះឆួលសម្រាប់ប្រជារាស្ត្រទ្រង់ loving his people, ហើយស្រឡាញ់ប្រជារាស្ត្រទ្រង់ humble and see other better than yourself, បន្ទាបខ្លួនហើយឃើញអ្នកដទៃប្រសើរជាងខ្លួនឯង and love one another, ហើយស្រឡាញ់គ្នាទៅវិញទៅមក and passion for the work for Jesus, ហើយមានសេចក្តីស្រឡាញ់ចំពោះកិច្ចការងាររបស់ផងព្រះយេស៊ូវ not because of money lead you to do it. មិនមែនដោយព្រោះតែលុយកាក់ដឹកនាំយើងឲ្យធ្វើនោះទេ It's because of fire revival នេះដោយព្រោះតែភ្លើងនៃការផុសផុល come into your heart. បានចូលមកក្នុងចិត្តរបស់យើង Check the thing that is not glorify God, the jong bondage in your life. ហើយឆេះអ្វីទាំងអស់ដែលចងជាចំណងក្នុងជីវិតយើង Lokai jong your heart, លោកីបានចងចិត្តយើង love money jong your heart, ហើយស្រឡាញ់លុយចងជីវិតយើង sex lust jong your heart, ទាំងការស្រាបបានចងជីវិតយើង self will selfish jong our heart. ទាំងការអាត្មានិយមទាំងឆន្ទៈផ្ទាល់ខ្លួនឯងចងខ្លួនឯង Please, this fire revival ភ្លើងនៃការផុសផុលនេះ want to burn all junk in our life, ចង់បញ្ឆេះគ្រប់ទាំងកាកសំណល់ទាំងអស់ក្នុងជីវិតយើង so set you free from bondage, ដើម្បីនឹងដោះបងប្អូនឲ្យរួចពីចំណង so the church will be the glorify God, ដើម្បីឲ្យពួកជំនុំបានថ្វាយសិរីល្អដល់ព្រះ filled with God, ពេញទៅដោយព្រះ filled with glory of God, ពេញទៅដោយសិរីល្អរបស់ព្រះ filled with the word of God, ពេញដោយព្រះបន្ទូលរបស់ព្រះ not filled with the world, មិនពេញដោយលោកីទេ not filled with sin, ក៏មិនពេញដោយអំពើបាបដែរ not filled with self-will. ក៏មិនពេញដោយអាត្មាឆន្ទៈខ្លួនឯងដែរ Revival is coming. ភ្លើងនៃការផុសផុលបាន It មក come ដល់ to ហើ my យ church គឺបានមកដល់ពួកជំនុំខ្ញុំ for 1 year already, មួយឆ្នាំហើយ checking everything he can check, ហើយព្រះអង្គអង្រួនអ្វីៗទាំងអស់ដែលទ្រង់នឹងអង្រួន from បា the ន top to low, តាំងពីកំពូលរហូតដល់អ្នកទាប orphan to the poor, ទាំងកូនកំព្រានិងអ្នកក្រីក្រ widow to the rich. ហើយទាំងស្ត្រីមេម៉ាយដល់អ្នកមាន Every leader repent, គ្រប់អ្នកដឹកនាំទាំងអស់ប្រែចិត្ត every poor repent, គ្រប់ទាំងអ្នកក្រីក្រប្រែចិត្ត every orphan lead to repent, ហើយកូនកំព្រាគេប្រញាប់នឹងប្រែចិត្ត every man, woman, even a leader repent. ទាំងបរិសុទ្ធស្ត្រីទាំងអ្នកដឹកនាំប្រែចិត្ត You know, revival begin with repent. បងប្អូនដឹងទេការផុសផុលចាប់ផ្ដើមឡើងដោយការប្រែចិត្ត If you not repent, no revival. បើសិនជាបងប្អូនមិនប្រែចិត្តគ្មានការផុសផុលទេ The big big shaking of fire revival that happened in our church. ហើយភ្លើងនៃការផុសផុលដែររំជួយក៏ក្រើកយ៉ាងខ្លាំងនៅក្នុងពួកជំនុំរបស់ Is ខ្ញុំ to នោះ revive the church to love first Jesus Christ. គឺទី1បំផុសឲ្យពួកជំនុំស្រឡាញ់ដល់ព្រះយេស៊ូវគ្រីស្ទ You can have a good job, បងប្អូនអាចមានការងារល្អ good Christian, ជាអ្នកគ្រីស្ទានដ៏ល្អ good ministry, ពន្ធកិច្ចល្អ or not so good. ឬក៏មិនសូវល្អ But if you not love Jesus, it's nothing. ប៉ុន្តែបើសិនជាយើងមិនស្រឡាញ់ព្រះយេស៊ូវទេគ្មានអ្វីទាំងអស់ It's religion. គឺជារបៀបសាសនា Christian is a life of fellowship, love with Jesus Christ. ជីវិតអ្នកគ្រីស្ទានគឺជាជីវិតដែលប្រកបសេចក្តីស្រឡាញ់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ You can do many things in the church, បងប្អូនអាចធ្វើការជាច្រើនក្នុងពួក but if you not love Jesus, not fellowship, intimacy with him, you lose fruit, lose power. ប៉ុន្តែបើសិនជាបងប្អូនមិនមានការប្រកបយ៉ាងជិតស្និទ្ធជាមួយនឹងព្រះយេស៊ូវបងប្អូនបានបាត់នៅព្រះជាស្ដាបាត់នៅផលផ្លែហើយ Christian must have life and fruit. អ្នកគ្រីស្ទានត្រូវតែមានពន្លឺហើយនឹងមានផលផ្លែ Book of John 15, God said, I call you to have fruit for me. ហើយនៅក្នុងគម្ពីរយូហានចំពុក15បានចែងថាអញហៅឯងមកឲ្យមានផលផ្លែសម្រាប់អញ We cannot make it, isn't it, my precious brother, sister? មែនទេបងប្អូនប្រុសស្រីហើយយើងមិនអាចធ្វើបាននោះទេ We need fire revival. យើងត្រូវការភ្លើងនៃការ You ផុសផុល try to love God. បងប្អូនព្យាយាមស្រឡាញ់ព្រះ Try to do. ព្យាយាមធ្វើ And you burn out many times. ប៉ុន្តែពេលខ្លះបងប្អូនមិនអាចធ្វើបានជាច្រើនដង When no money, you don't want to go forward. ហើយគ្មានលុយកាក់បងប្អូនក៏មិនចង់នឹងទៅមុខទៀត Complain leader. រអ៊ូរទាំអ្នកដឹកនាំ It's time fire revival come. ប៉ុន្តែនេះជាពេលដែលភ្លើងផុសផុលមកដល់ហើយ To light your heart. ដើម្បីនឹងជះពន្លឺដល់ចិត្តបងប្អូន Burn the thing that jong our heart that not to love Jesus Christ. ហើយនឹងបញ្ឆេះអ្វីទាំងអស់ដែលចងចិត្តយើងមិនឲ្យស្រឡាញ់ដល់ព្រះយេស៊ូវ Not គ្រីស្ទ want to walk in the power exciting in his kingdom. ហើយក៏មិនចង់នឹងដើរក្នុងព្រះជាស្ដាការរំភើបរីករាយក្នុងអាណាចក្រទ្រង់ Why many people serve God for a while and run away from serving God? ហេតុអ្វីបានជាមានអ្នកខ្លះគេបម្រើព្រះតែមួយរយៈពេលហើយក្រោយមកទៀតគេឈប់បម្រើដល់ព្រះ Because of spiritual warfare is strong. ដោយព្រោះតែសង្គ្រាមវិញ្ញាណគឺធ្ងន់ Temptation of money in the world is strong. ហើយការលបងលុយកាក់ក្នុងលោកីយ៍នេះគឺខ្លាំង And they not fight the war in the spirit of prayer. ហើយគេក៏មិនបានច្បាំងនឹងសង្គ្រាមវិញ្ញាណ
ដោយការអធិដ្ឋានយ៉ាង So ខ្លាំង Satan jong their heart, ដូច្នេះហើយបានជាសាតាំងចងចិត្តគេ bring their heart away from love Jesus and love work for Jesus. ហើយបានទាញចិត្តគេចេញពីការស្រឡាញ់ព្រះយេស៊ូវនិងធ្វើការថ្វាយដល់ព្រះយេស៊ូវ Go to salan loy, salan lokai, or salan self. គេខ្លាយទៅជាស្រឡាញ់លុយស្រឡាញ់លោកីនិងស្រឡាញ់ខ្លួនឯង And the love of money is the root of all evil. ហើយការដែលស្រឡាញ់លុយនោះឯងជាឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងទាំងអ And ស់ the love of the world is the enemy of God, the book of James said. ហើយក្នុងគម្ពីរយ៉ាកុបបានចែងថាការស្រឡាញ់ដល់លោកីនោះជាខ្មាំងសត្រូវដល់ព្រះហើយ And if we love self-will, is not the plan of God. ហើយបើសិនជាយើងស្រឡាញ់ខ្លួនឯងស្រឡាញ់អាត្មាឆន្ទៈខ្លួនឯងនោះមិនមែនជាប្រហារតីព្រះទេ He have his plan. ព្រះអង្គមានផែននៃការព្រះអង្គ He have his way. ព្រះអង្គមានផ្លូវរបស់ព្រះអង្គ The Bible is his way. ព្រះគម្ពីរនោះឯងជាផ្លូវរបស់ព្រះអង្គ You know, God gonna bring revival to every church. គឺព្រះអង្គទ្រង់នឹងនាំភ្លើងនៃការផុសផុលដល់គ្រប់ពួកជំនុំទាំងអស់ Not only my church, មិនគ្រាន់តែពួកជំនុំខ្ញុំតែ not ប៉ុណ្ណោះ American church. ហើយក៏មិនមែនតែពួកជំនុំអាមេរិកតែប៉ុណ្ណោះ To every church before he come back. ប៉ុន្តែគឺទៅដល់គ្រប់ពួកជំនុំទាំងអស់មុនពេលដែលព្រះអង្គយាងត្រឡប់មកវិញ Shaking everything he can shake. អង្រួនអ្វីៗទាំងអស់ដែលទ្រង់នឹងអង្រួនបាន Shake in our heart that is not belong to Jesus. អង្រួនអ្វីៗទាំងអស់ដែលនៅក្នុងចិត្តយើងដែលមិនមែនជារបស់ផងព្រះ To let left in our life is only Jesus and his glory. ដើម្បីឲ្យក្នុងចិត្តយើងបន្សល់ទុកនៅតែព្រះយេស៊ូវនិងសិរីល្អរបស់ទ្រង់តែប៉ុណ្ណោះ The fire revival that God birthed in our church. ភ្លើងនៃការផុសផុលដែលព្រះអង្គបានបង្កើតនៅក្នុងពួកជំនុំរបស់ខ្ញុំ First is to revive our church back to loving him. ហើយការទី1គឺបំផុសបំផុលពួកជំនុំរបស់ខ្ញុំដើម្បីឲ្យគាត់ទាំងអស់គ្នាបានស្រឡាញ់ទៅដល់ព្រះយេស៊ូវគ្រីស្ទវិញ Repent of their sin. ហើយគេប្រែចិត្តនៅអំពើបាបរបស់គេ Repent of their self-will. ប្រែចិត្តនៅអាត្មាឆន្ទៈរបស់គេ Repent of their involved in the world ហើយគេប្រែចិត្តនៅការដែលគេប្រឡូកប្រឡាក់នឹងលោកី and corrupt in the world ហើយនឹងពុករលួយក្នុងលោកី and come to love Jesus. ហើយចូលមកស្រឡាញ់ដល់ព្រះយេស៊ូវ This is a big revival. នេះហើយជាការអស់ជាការផុសផុលដ៏ធំណាស់ More than anything. លើសជាងអ្វីៗទាំងអស់ Because the commandment God give it to us in the New Testament. ដោយព្រោះតែបញ្ញត្តិដែលព្រះអង្គបានប្រទានមកដល់យើងនៅក្នុងគម្ពីរសញ្ញាថ្មី Is to love him with all our heart, our mind, our strength and everything inside of us. គឺត្រូវឲ្យយើងស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្តអស់ពីគំនិតអស់ពីកម្លាំងនិងអស់ពីអ្វីៗទាំងអស់ដែលរួមនៅក្នុងខ្លួនយើងទាំងមូល And love of Jesus is the root of all good thing. ហើយការដែលស្រឡាញ់ដល់ព្រះយេស៊ូវនោះឯងជាឫសនៃសេចក្តីល្អគ្រប់បែបគ្រប់យ៉ាងទាំងអស់ And because of fire revival is coming ដោយព្រោះតែភ្លើងនៃការផុសផុលបានមកដល់ហើយ to the whole earth. មកដល់លោកីទាំងមូល The voice of blessing bring fire revival to you right now. សំឡេងនៃព្រះពរនេះនឹងនាំភ្លើងនៃការផុសផុលដល់បងប្អូនឥឡូវនេះហើយ I will pray for your church and yourself and even you not believe yet. God love you. ខ្ញុំនឹងអធិដ្ឋានជូនបងប្អូនទោះបីជាបងប្អូនជាពួកជំនុំជាអ្នកជឿឬក៏ជាអ្នកមិនជឿក្តីព្រះអង្គនឹងបំពេញដល់បងប្អូនដោយព្រោះតែព្រះអង្គស្រឡាញ់ដល់បងប្អូន God have a good plan for you. ព្រះអង្គមានផែននៃការល្អសម្រាប់បងប្អូន Want to revive and shaking every member in your church. ព្រះអង្គចង់ធ្វើការផុសផុលរំជួយដល់ពួកជំនុំបងប្អូនទាំងអស់ From the top to low. តាំងពីកំពូលរហូតដល់អ្នកទាបបំផុតទាំងអ្នកក្រីក្ររហូតដល់អ្នកមាន Man to woman. ទាំងបុរសស្ត្រី Orphan to widow. ទាំងកូនកំព្រាស្ត្រីមេម៉ាយ With the fire revival of loving Jesus Christ. ដោយភ្លើងនៃការផុសផុលសេចក្តីស្រឡាញ់ស្នេហាជាមួយនឹងព្រះយេស៊ូវគ្រីស្ទ And love the thing of God. ហើយនឹងស្រឡាញ់នៅកិច្ចការងារបម្រើព្រះ Please, if you believe my word, បើសិនជាបងប្អូនជឿនៅសម្លេងរបស់ខ្ញុំ believe and want the fire revival touch you. បងប្អូនជឿហើយចង់បានឲ្យភ្លើងនៃការផុសផុលប៉ះពាល់ដល់បងប្អូន Like he touched in my church every day. ដូចជាព្រះអង្គបានប៉ះពាល់ដល់ពួកជំនុំខ្ញុំជារៀងរាល់ថ្ងៃ Please put your hand into your heart. សូមបងប្អូនមេត្តាយកដៃបងប្អូនដាក់នៅលើដើមទ្រូង And ចុ I ះ will pray right now for you. នោះខ្ញុំនឹងអធិដ្ឋានជូនបងប្អូនឥឡូវនេះ Father, in Jesus' name, ព្រះបិតាអើយក្នុងព្រះនាមព្រះអម្ចាស់ព្រះ with យេស៊ូវគ្រីស្ទ authority in the name of Jesus Christ, ដោយសិទ្ធិអំណាចក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ I pray for fire revival blow into the room that they listen to the voice of blessing right now. ទូលបង្គំសូមឲ្យភ្លើងនៃការផុសផុលរបស់ផងព្រះអង្គបានហូរទៅក្នុងបន្ទប់ដែលគាត់កំពុងតែស្ដាប់សំឡេងនៃព្រះពរឥឡូវនេះ What they feeling, ថាអ្វីដែលគេមានអារម្មណ៍
Lord, let him know that the fire touch him right now. ព្រះម្ចាស់ឲ្យគាត់បានមានអារម្មណ៍ឲ្យគាត់បានដឹងថាភ្លើងនៃការផុសផុលរបស់ទ្រង់បានប៉ះពាល់ដល់គាត់ឥឡូវ Some នេះ you ហើ feel យ heat, some you feel cool, some you feel shaking. ហើយបងប្អូនខ្លះមានអារម្មណ៍ថាក្តៅបងប្អូនខ្លះក៏ត្រជាក់បងប្អូនខ្លះក៏មានអារម្មណ៍ញាក់ញ័រ The presence of fire is there. នោះហើយជាភ្លើងវត្តមានរបស់ព្រះនៅទីនោះ Father, in Jesus' name, បិតាក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវ revive. បំផុសគេ Fire revival, touch him now. ភ្លើងនៃការផុសផុលប៉ះពាល់គាត់ឥឡូវនេះ Change their heart now. បំផ្លាស់បំប្រែចិត្តគាត់ឥឡូវនេះ Bind the spirit, jong their heart. ទូបង្គំសូមចងនៅវិញ្ញាណដែលចងចិត្តគាត់ I jong vinyan un cheng jakot in the name of Jesus Christ. ទូបង្គំសូមចងវិញ្ញាណដែលអូនដែលចងចិត្តគាត់ក្នុង I ព្រះនាមព្រះ command យេ every ស៊ូវ stronghold to jong them to the lokai and loika. I jong that in the name of Jesus ហើយ Christ. ទូបង្គំសូមចងនៅវិញ្ញាណដែលទាញនាំគាត់ទៅលោកីទាញនាំគាត់ទៅលុយកាទូបង្គំសូមចងវិញ្ញាណនោះក្នុងព្រះនាម I ព្រះយេស៊ូវ bind everything that jong them to do sin, sapsa and the worldly. I broke that power in Jesus' ហើយ name. ទូបង្គំសូមបំបាក់បំបែកនៅវិញ្ញាណដែលចងគាត់ឲ្យទៅធ្វើការស្រាប់ស្រាលស្រឡាញ់លុយនោះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ I bind vinyan proud and vinyan osadap bangkop in the name of Jesus. ទូបង្គំសូមចងនៅវិញ្ញាណដែលអំនួតនិងមិនស្ដាប់បង្គាប់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ And I bind vinyan religion. I bind that in Jesus' name. ហើយទូបង្គំសូមចងវិញ្ញាណសាសនាទូបង្គំសូមចងក្នុងព្រះនាមព្រះយេស៊ូវ Father, fire revival, burn their heart now. បិតាសូមភ្លើងការផុសផុលព្រះអង្គបញ្ឆេះចិត្តគាត់ឥឡូវនេះ Let them love you ឲ្យគាត់ស្រឡាញ់ព្រះអង្គ with their heart, their mind, their strength, and everything inside of them. ឲ្យគាត់ស្រឡាញ់ព្រះអង្គអស់អំពីចិត្តពីគំនិតពីកម្លាំងពីអ្វីៗទាំងអស់ដែលរួមក្នុងខ្លួនគាត់ទៅចំពោះទ្រង់ And let them love your word. ហើយឲ្យគាត់ស្រឡាញ់នៅព្រះបន្ទូលព្រះអង្គ Love exciting to serve you ស្រឡាញ់ហើយរំភើបរីករាយក្នុងការដែលបម្រើទ្រង់ in the name of Jesus ក្នុង Christ. ព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Father, thank you so much. បិតាអរព្រគុណព្រះអង្គណាស់ I can feel and can see fireball from heaven come to your room right now. ហើយខ្ញុំមានអារម្មណ៍ហើយខ្ញុំក៏បានឃើញថាដុំភ្លើងនៃការផុសផុលបានធ្លាក់ទៅក្នុងបន្ទប់របស់បងប្អូនហើយ Blow more, Lord, in Jesus' name. ផ្លុំបន្ថែមទៀតព្រះអង្គហើយ In Jesus' name. ក្នុងព្រះនាមព្រះយេស៊ូវ And Father, ព្រះបិតាអើយ if they're sick in the body, បើសិនជាគាត់ឈឺនៅក្នុងរូបកាយ my precious brother, sister, បងប្អូនប្រុសស្រីស្ងួនភ្ងាអើយ put the hand in your sickness. សូមយកដៃបងប្អូនដាក់នៅកន្លែងដែលបងប្អូនឈឺចុះ not only want to revive you to love Jesus ព្រះអង្គមិនគ្រាន់តែចង់បំផុសឲ្យបងប្អូនស្រឡាញ់ដល់ព្រះយេស៊ូវតែប៉ុណ្ណោះ and ទេ to be army living God. ហើយឲ្យបងប្អូនបានធ្វើជាពលទ័ពនៃព្រះដ៏មាន He ព្រះ want ជ to ន្ម heal រស់ you now with fire revival ព្រះអង្គក៏សពតិនឹងប្រោះបងប្អូនឲ្យជាឥឡូវនេះដែរដោយសារភ្លើងនៃការផុស as ផុ he do ល in the Bible. ដូចជាព្រះអង្គបានធ្វើនៅក្នុងគម្ពី He រ still do today. ព្រះអង្គក៏នៅតែធ្វើថ្ងៃនេះ With ដែរ fire revival is going to happen. ដោយព្រោះតែភ្លើងនៃការផុសផុលនឹងកើតឡើងហើយ Father, heal every sickness right now. បិតាសូមព្រះអង្គប្រោះជំងឺរោគាទាំងអស់ឲ្យបានជាឥឡូវនេះ In Jesus' name. ក្នុងព្រះនាមព្រះយេស៊ូវ Be healed in every sickness in the body in Jesus' name. សូមឲ្យគ្រប់ទាំងជំងឺរោគាទាំងអស់ដែលមាននៅក្នុងរូបកាយគាត់ឲ្យបានជាក្នុងព្រះនាមព្រះយេស៊ូវ Heal គ្ in រី the ស្ទ heart in Jesus' name. ឲ្យបេះដូងបានជាក្នុងព្រះនាមព្រះយេស៊ូ Heal វ in the eye in Jesus' ឲ្យ name. ភ្នែកបានជាក្នុងព្រះនាមព្រះយេ Heal in ស៊ូ the វ lungs in Jesus' name. ឲ្យសួតបានជាក្នុងព្រះនាមព្រះយេស៊ូវ Heal in the stomach in Jesus' ឲ្យក្រ name. ពះបានជាក្នុងព្រះនាមព្រះយេស៊ូវ Father, protect their health. បិតាសូមប្រងការពារសុខភាពគាត់ Heal them, Lord. ប្រោះគាត់ឲ្យជាព្រះអង្គអើយ Let them believe, no doubt, in Jesus' សូម name. ឲ្យគាត់បានជឿគ្មានការសង្ស័យអ្វីទេក្នុងចិត្តគាត់ And let fire revival touch them now. សូមឲ្យភ្លើងនៃការផុសផុលទ្រង់បានប៉ះពាល់គាត់ឥឡូវនេះ In Jesus' name. ក្នុងព្រះនាមព្រះយេស៊ូវគ្រី You ស្ know, ទ if you're not healing, បងប្អូនបើសិនជាបងប្អូនមិនទាន់ជានៅឡើយ you keep on prayer. ចូលបងប្អូនបន្តអធិដ្ឋា You ន keep on go to your pastor, let him lay hand for yourself. សូមបងប្អូននៅតែបន្តចូលទៅលោកគ្រូកងវិលរបស់បងប្អូនឲ្យគាត់ដាក់ដៃឲ្យបងប្អូន It's only the name of Jesus, not anybody's name. គឺជាព្រះនាមរបស់ផងព្រះយេស៊ូវទេមិនមែនជាឈ្មោះរបស់អ្នកណាទាំងអ Or you ស់ seek God in prayer yourself. ឬក៏បងប្អូនស្វែងរកព្រះដោយការអធិដ្ឋានខ្លួនឯង One day God will heal you. ថ្ងៃមួយព្រះអង្គនឹងប្រោះបងប្អូនឲ្យជា This is the will of God. នេះហើយជាព្រះハរតីរបស់ In ព្រះ Jesus' name. ក្នុងព្រះនាមព្រះយេស៊ូវ Amen. អាមែន នៅកន្លែងនេះ